โดยសារតែមានការសំណូមពរពីបងប្អូនគាត់ចង់ដឹងថាវិធីដែលខ្ញុំធ្វើត្រប៉ែដំណើបខ្មៅនោះយ៉ាងណាឥឡូវនេះខ្ញុំមកបង្ហាញបងប្អូនពីវិធីធ្វើត្រប៉ែដំណើបខ្មៅវីដេអូនេះថតរៀងកាត់បន្តិចហើយដោយសារតែខ្ញុំធ្វើពេលខ្លះយើងភ្លេចថតពេលខ្លះទៅក៏បញ្ញាប់ហើយវីដេអូនេះដែរខ្ញុំយកវីដេអូចាស់មកកាត់តលាយខ្លះមុនដំបូងខ្ញុំមានអង្ករដំណើបខ្មៅ1គីឡូយើងយកមកលាងទឹកសម្អាតឲ្យស្អាតជាមុនសិនមកយើងលាង3 4 5ទឹកអីទៅកាលពីមុនចាស់គាត់អត់លាងទឹកទេដោយសារតែពីចំនួនមុនអង្ករយើងគឺធម្មជាតិតែសម័យឥឡូវត្រូវតែលាងទឹកសម្អាតឲ្យស្អាតហើយដោយសារតែយើងមើលអត់ឃើញថាគេប្រើអ្វីខ្លះទេបន្ទាប់មកយើងដាក់ទៅកញ្ច្រែងមួយដើម្បីស្រោះទឹករួចហើយយើងដាក់ដាំទឹកចំនួន2លីត្រឲ្យពុះសិនមកពេលដែលទឹកពុះហើយខ្ញុំដាក់អង្ករដំណើបនោះចូលពេលដែលយើងដាក់ចូលហើយយើងបើសិនជាឆ្នាំងបងប្អូនធំបងប្អូនអាចគ្របក៏បានបើសិនជាតូចដូចខ្ញុំគឺមិនបាច់គ្របក៏បានដែរយើងត្រូវទុកចោលរងាស់រហូតទាល់តែអង្ករដំណើបយើងយកមកច្បាច់មើលទៅឃើញថាអង្ករយើងឆ្អិនហើយយើងទុកឲ្យទឹកនេះបានរីងចំពោះអង្ករដំណើបខ្មៅគឺស្រួលដាំយើងអត់ភ័យខ្លាចបាយរីកឬមួយក៏អីទេយើងដាក់ទឹកច្រើនក៏អត់អីដែរឥឡូវនេះអង្ករយើងរីងទឹកហើយនៅផុកតិចគឺខ្ញុំអាចគ្របបានហើយយើងគ្របហើយយើងដាក់ភ្លើងតូចទៅយើងផ្ងំរហូតតតែទឹកយើងបានរីងល្អហើយបាយយើងគឺថាឆ្អិនមកល្មមហើយបន្ទាប់មកយើងយកទៅចាក់ដាក់នៅក្នុងថាសមួយយើងចាក់ទាំងក្តៅហ្នឹងបងប្អូនមិនបាច់ទុកឲ្យត្រជាក់ទេពេលដែលយើងដាក់បាយដំណើបចូលក្នុងថាសអស់លីងហើយបន្ទាប់មកយើងប្រើត្របែដែលគេហៅថាមេតប៉ែណាដោយសារតែមេតប៉ែខ្ញុំនេះក្របតូចហើយរៀងយូរដែរខ្ញុំប្រើ4គ្រាប់ធម្មតា1គីឡូគឺគេដាក់តែ3គ្រាប់ទេយើងបុកឲ្យម៉ត់ល្អមករួចហើយយើងយកទៅរួយពីលើបាយដំណើបនោះទៅពេលដែលយើងរួយហើយខ្ញុំថែមស្ករ1ស្លាបព្រាបាយទៀតបន្ទាប់មកយើងមានទឹកកន្លះកូនចានសម្រាប់លាបដៃកុំឲ្យស្អិតហើយយើងយកទៅច្របល់យើងច្របល់ទាំងក្តៅអញ្ចឹងបើសិនជាបងប្អូនក្តៅពេកយើងយកវែកយកមកកូរមកកូរដូចខ្ញុំអញ្ចឹងទៅយើងកូររហូតតតែបាយដំណើបយើងគឺថាចូលសព្វសាច់ល្អជាមួយនឹងគ្រឿងហើយនឹងដំបែអីគឺចូលសព្វសាច់គ្នាល្អតែម្ដងបន្ទាប់មកយើងយកទៅដាក់នៅក្នុងឆ្នាំងមួយហើយឆ្នាំងនោះដែរគឺយើងត្រូវលាងសម្អាតឲ្យបានស្អាតមិនអញ្ចឹងទេបងប្អូនត្រូវស្រុះជាមួយនឹងទឹកក្តៅដើម្បីឲ្យបានស្អាតរួចហើយយើងពេលដែលដាក់ចូលហើយគឺយើងវែកដើម្បីឲ្យមានប្រឡោះកដាលពេលដែលតប៉ែយើងកាច់គឺវាចេញទឹកមកហើយវានៅនឹងប្រឡោះកដាលហ្នឹងគឺយើងអត់មានដាក់ទឹកដាក់អីទេគឺទឹកហ្នឹងដល់ពេលដល់ថ្ងៃកំណត់វាគឺវាចេញមកដោយខ្លួនឯងហើយបន្ទាប់មកយើងប្រើกระดาษលុយវិញោមគ្របពីលើដើម្បីឲ្យវាហប់ហើយយើងគ្របឆ្នាំងយកតែម្ដងគឺយើងដាក់ទាំងក្តៅបងប្អូនមិនបាច់ទុកឲ្យត្រជាក់ទេបន្ទាប់មកខ្ញុំប្រើក្រណាត់មួយជាន់ទៀតដើម្បីចងឲ្យជិតដោយសារតែនៅខាងខ្ញុំត្រជាក់អញ្ចឹងហើយយើងត្រូវធ្វើយ៉ាងណាឲ្យវាហប់បន្តិចដើម្បីឲ្យវាឆាប់កាច់ល្អយើងចងអញ្ចឹងហើយយើងទុកចោល3 4ថ្ងៃ5ថ្ងៃទៅគឺអាចហូបបានហើយតប៉ែខ្ញុំនេះខ្ញុំធ្វើរយៈពេល3ថ្ងៃគឺផ្អែមមកល្មមញ៉ាំតែបើបងប្អូនចូលចិត្តផ្អែមខ្លាំងហើយរៀងកាច់ខ្លាំងបងប្អូនទុក4ទៅ5ថ្ងៃអីគឺថាផ្អែមខ្លាំងឡើងមុតតែម្ដងហើយតប៉ែខ្ញុំនេះដែរគឺមានរយៈពេលតែ3ថ្ងៃទេយើងអាចហូបបានគ្រាន់តែថាវាអត់សូវកាត់ខ្លាំងបើសិនជាបងប្អូនចូលចិត្តហូបរៀងខ្លាំងយើងទុក4ថ្ងៃទៅ5ថ្ងៃអីទៅតែប៉ុណ្ណេះជាការស្រាច់យើងហូបបានហើយ